ចានៅក្នុងថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅអ្វីដែលភាពស្រស់ស្អាតដែលនាងខ្ញុំបានលាក់ទុកជាយូរមកហើយប៉ុន្តែមុននឹងនាងខ្ញុំបានទទួលនៅភាពស្រស់ស្អាតចានាងខ្ញុំបានទទួលព័ត៌មានមួយពីបងស្រីដាវីចាបងស្រីដាវីគាត់បានជួបនាងខ្ញុំហើយក៏បាននិយាយគ្នាពីការថែទាំសម្ផស្សទាំងបងអូនចិន្តាចង់បានភាពស្រស់ស្អាតដែរទេអញ្ចឹងទៅពេលនោះនាងខ្ញុំមានការឆ្ងល់ទាំងធម្មតានាងខ្ញុំជាអ្នកចូលចិត្តទទួលនៅភាពស្រស់ស្អាតនាងខ្ញុំប្រកាសជាទទួលព័ត៌មានហើយមិនមែនថាត្រូវតែមានការជឿជាក់ 100% ទេបន្ទាប់មកបងដាវីក៏បានប្រាប់ថាបងអូនចិន្តាបងអូនគួរណាតែប្រើនៅផលិតផល A Marino នេះគឺជាផលិតផលមួយនៅពេលដែលបងអូនទទួលទានទៅឥឡូវនេះបងអូនស្អាតហើយប៉ុន្តែនៅពេលដែលបងអូនអាយុច្រើនទៅស្បែករបស់បងអូនប្រកាសជាមានការប្រែប្រួលហើយនៅពេលដែលបងអូនគេងមិនគ្រប់គ្រាន់ឬក៏បងអូនធ្វើការហត់ស្បែករបស់បងអូនប្រកាសជាមានការវិវត្តចាវិវត្តមិនវិវត្តទៅឲ្យស្អាតទេវិវត្តមានការថយចុះពេលហ្នឹងក៏គិតថាបងដាវីដឹងនិយាយការពិតឬមួយក៏កុហកឯនេះឬមួយក៏បងដាវីត្រូវតែចង់ឲ្យនាងខ្ញុំនឹងត្រូវជឿផលិតផលនោះទេដឹងអញ្ចឹងក៏គិតថាឥឡូវបងដាវីគិតយកផលិតផលហ្នឹងយកមកសាកលោមើលមើលក៏ចាប់ផ្ដើមសាកល្បងទាំងការមិនទុកចិត្តបន្ទាប់ពីសាកល្បងបានប្រហែលជា 2-3 សប្តាហ៍សັບមានអារម្មណ៍មួយថាក្នុងខ្លួនដូចជាមានធម៌ពលអ្វីមួយយ៉ាងហើយបន្តមកទៀតមានអារម្មណ៍ថាចាប់ផ្ដើមផ្ទៃមុខហ្នឹងស្រស់ស្រាយស្រស់ថ្លាហើយក៏គិតថាតិចមកពីការងារស្បើយទេអីថាអត់ទេការងាររត់តែការងារច្រើនចុះហេតុអីដូចមានអារម្មណ៍ប្លែកអញ្ចឹងក៏ចាប់ផ្ដើមបន្តការប្រើទៀតបន្ទាប់ពីការប្រើក៏ឃើញប្រសិទ្ធភាពមិនទាន់ស្អាតទេហើយក៏ចាប់ផ្ដើមវិភាគសាមួយបងដាវីបន្តទៀតថាបងដាវីខ្ញុំគិតថាបងដាវីអត់ប្រកាសជាអត់កុហកខ្ញុំទេអញ្ចឹងខ្ញុំគិតថាប្រហែលជាខ្ញុំត្រូវតែជ្រើសរើសយកផលិតផល A Marino នេះយកមកប្រើប្រចាំថ្ងៃឲ្យមើលទៅរយៈពេលប្រើជំហានដំបូងមិនទាន់បានទទួលលទ្ធផលប្រហែលទេចាប់ពី1ខែ2ខែ3ខែឡើងទៅបានចាប់ផ្ដើមទទួលលទ្ធផលច្រើនព្រោះថានៅពេលដែលនាងខ្ញុំប្រើមុនដំបូងធម្មតានាងខ្ញុំចង់ស្រស់ស្អាតភ្លាមនាងខ្ញុំប្រើក្នុងមួយថ្ងៃ4ដងចាហើយនៅក្នុងមួយដងរហូតដល់ទៅ2កញ្ចប់ចាបន្ទាប់ពីបានទទួលនៅប្រសិទ្ធភាពអ្វីដែលនាងខ្ញុំគិតថានាងខ្ញុំស្អាតហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមកាត់បន្ថយប្រើនៅក្នុងមួយថ្ងៃតែ2ដងហើយម្ដងតែមួយកញ្ចប់តែប៉ុណ្ណោះចាអ្វីដែលប្លែកហើយមានការភ្ញាក់ផ្អើលទៅលើខ្លួនឯងមានចំនួន3ចំណុចចាទី1គឺវាធ្វើឲ្យស្បែករបស់យើងសដូចថាមិនមែនសដោយយើងមើលទៅឃើញថាសព្រាមទេវាដោយសន្សឹមសបែបធម្មជាតិហើយមួយទៀតចាគឺវាធ្វើឲ្យស្បែកមុខនេះចាប់ផ្ដើមតឹងចាហើយតមកវាចាប់ផ្ដើមបំបត្តិនៃការជ្រួញនៅក្រោមភ្នែកហើយនៅកន្លែងចំណុចខ្លះដូចជាកន្លែងកឬក៏នៅលើស្បែករបស់យើងអញ្ចឹងរាងកាយរបស់នាងខ្ញុំទាំងមូលនេះគឺចាប់ផ្ដើមស្បែករបស់យើងចាប់ផ្ដើមតឹងហើយមើលទៅមានសំណើមហើយមើលទៅស្បែករបស់យើងសអ្វីដែលនាងខ្ញុំធ្លាប់បានចូលរួមនៅក្នុងកម្មវិធី A Marino Blanc តែជម្រាបជូនថាអាយុគឺជាតួលេខប៉ុន្តែអ្វីដែលសំខាន់គឺសម្ផស្សរបស់យើងដូច្នេះនាងខ្ញុំមានការជឿជាក់លើខ្លួនឯងថាសម្រាប់របស់នាងខ្ញុំដូចជាក្មេងជាងវ័យចាអ្វីដែលចង់ចែករំលែកដល់ភាពស្រស់ស្អាតដល់បងប្អូនទាំងអស់គ្នានាងខ្ញុំសូមណែនាំជូនកុំភ្លេចណាភាពស្រស់ស្អាតចង់បានក្មេងជាងវ័យ A Marino